មាន player Mobile Legends ប្រហែលនេះដែលនៅចាំពេលវេលាដល់កំសត់កម្រតាំងពី7ឆ្នាំមុនណាការជំនាន់ឆ្នាំ2019អីហ្នឹងគ្នាយើងអាកន្លែងថាដែលគេឲ្យធ្វើយក ticket KF ហ្នឹងគឺស្រួលខ្លាំងមែនតើគាត់តែគ្នាយើងធ្វើការលេង rank classic ឬមួយក៏លេង pro ក៏ទទួលបាន ticket free ដែរហើយលើសពីហ្នឹងបើសិនជាគេឲ្យ recharge ពេជ្រគឺយើង recharge ត្រឹមតែ20ពេជ្រឯងគឺនឹងតែបាន full ticket មកហើយ full ticket គេហ្នឹងគឺបានត្រឹមតែ8 ticket អីទៅគ្នាយើងមិនដូចឥឡូវណាឥឡូវនេះបើសិនយើងចាប់បាន full ticket តើយើងធ្វើការ recharge ពេជ្រសុទ្ធណាហើយបើចង់លេង classic លេង rank អីគឺថា say no ឲ្យគ្នាយើងអត់មានធ្វើការទទួលបាន ticket free ដូចកាលមុនទៀតទេហើយបើចាប់បាន full ticket តើយើងធ្វើការដាក់អាកញ្ចប់275ពេជ្រឡើងទើបទទួលបាន full ticket ចឹងណាមិនមែន recharge 20ពេជ្របាន ticket ដូចកាលមុនទៀតទេហើយចែកដល់នេះគ្នាយើងថ្ងៃហ្នឹងម៉ោង3គេនឹងធ្វើការ free ticket ទៅលើ event KF ជាលើកទី2ណាចាំមកគ្នាយើងចង់ដាក់ពេជ្រយក full ticket អីគ្នាធ្វើការដាក់ពេជ្រទៅនៅ Clash Store ខ្ញុំបានតែ full ticket អា275ពេជ្រនេះតម្លៃរបស់វាគឺត្រឹមតែ$3.69សេនទេអាហ្នឹងសម្រាប់គ្នាយើងណាដែលចង់បានពេជ្រសុទ្ធភ្លាមគ្នាយើងដែលចង់បានជាពេជ្រ claim គ្នាឲ្យធ្វើការចុះទៅដាក់ weekly pass 3នេះតម្លៃវាគឺត្រឹមតែ$4.35សេនតែប៉ុណ្ណោះហើយ link website ដើម្បីចុះទៅដាក់ពេជ្រនេះគឺខ្ញុំនឹងធ្វើការតម្លាក់នៅក្នុង comment ខាងក្រោមណាបើមិនចង់ទេគ្នាអាចធ្វើការចូលតាម link ដែលខ្ញុំបានដាក់នៅក្រោម profile Facebook page នៅក្រៅហ្នឹងបានដល់ឥឡូវយើងមកនិយាយពីការបើក event KF ជំនាន់មុនវិញគ្នាយើងការជំនាន់មុនការ free ticket របស់គេគឺ free ចំនួនតែ8 ticket ទេហើយមិនលក្ខណៈថាធ្វើថាឲ្យភ្លាមទទួលបាន ticket ភ្លាមគ្នាយើងគឺយើងធ្វើការ complete ថាដើម្បីយកអា KF stamp នេះហើយបានយកអា KF stamp ហ្នឹងយកទៅដូរយក ticket តអញ្ចឹងណាគឺថាជំនាន់ហ្នឹងកំសត់កម្រខ្លាំងមែនទែនគឺ free តែ8 ticket ទេមកតែបាន skin KF មួយនោះគឺថាឡើងទៅរនតរាហ្មងគ្នាយើងឥឡូវគេ free ឡើង6 10 ticket ហើយនេះគឺជាវីដេអូរបស់ខ្ញុំដែលបាន record តាំងពីឆ្នាំ2019មកណាគឺថាសលេងបាញ់និយាយមកគ្នាយើងសលេងឡើងកូនក្មេងហ្មងណាអញ្ចឹងបើគ្នាយើងចង់មើលវីដេអូដែលខ្ញុំ record ហើយ voice over តាំងពីឆ្នាំ2019ហ្នឹងមកគឺគ្នាអាចមើលវីដេអូហ្នឹងបានតែមើលហើយហាមសោចគ្នាយើងតែអ្នកទាំងគ្នាសោចលើក្រោយខ្ញុំលេងឲ្យមើលវីដេអូចឹងទៀតទេសារតែខ្ញុំសោចវីដេអូចឹងច្រើនណាស់លើ YouTube របស់ខ្ញុំគ្នាយើងណាដែលស្គាល់ YouTube អ្នកប្រក្រៅរបស់ខ្ញុំប្រកាសជាដឹងថាខ្ញុំធ្លាប់ថតវីដេអូយ៉ាងមកអញ្ចឹងពីកន្លងឆ្នាំ2018 2019មកមិនហ្នឹងឥឡូវបើសាំញ៉ាំយូរយើងចូលមើលវីដេអូដែលខ្ញុំបាន record និងបញ្ចូលសលេងតាំងពីឆ្នាំ2019ទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel PTV ហ្នឹងហើយខ្ញុំនឹងធ្វើការមកបើកកាដូ KF នេះឲ្យ free ហ្នឹងហើយខ្ញុំបានពេញអស់ហើយអញ្ចឹងយើង claim ទាំងអស់គ្នាបាទទាំងអស់ដូចជាមាន8បាទហ្នឹងហើយតើបើយើង claim ហើយយើងយកទៅដូរវាដើម្បីយកជាកាតនេះដើម្បីដូរយក skin ទាំងអស់គ្នាឥឡូវខ្ញុំដូរយកទាំង8ហ្មងហើយយើងអាចបាន skin នេះលេខទាំងអស់គ្នានៅតែឥឡូវយើងដូរទាំងអស់គ្នាតែឥឡូវយើងបើកទាំងអស់គ្នាបានគេទាំងហ្នឹង fragment មួយទៀត fragment ទៀតអូបាទយើងបាន skin hand ចូលហើយបាទអូស្អាតមែនតើនេះយើងគិតលេង hand ចូលដល់ហ្នឹងThe strongest ninja has arrived. តោះឥឡូវយើងបើក5ទៀតបាទ fragment ហើយនេះអូបាន skin មួយទៀតហើយបាទទៅលេបបាទLet's go out and relax. ខាងតើយើងនៅសល់ទៀតអូអញ្ចឹងអស់អូសល់ច្រើនអញ្ចឹងយើងបាន skin 2គឺ skin ហ្នឹងហើយអញ្ចឹងអ្នកនរគ្នាមិញគឺខ្ញុំបាន skin Akai Elite ជាមួយនឹង skin Hanzo ធម្មតាហ្នឹងហើយចឹងអ្នកនរគ្នាបើបាន skin នេះគេអាចជួយ comment ខាងក្រោមផងហើយបើសិនចូលចិត្តវីដេអូមួយហ្នឹងសូមកុំភ្លេចចុច like subscribe ហើយនិង comment ផងជាពិសេសដាក់សញ្ញាកណ្ដឹងមកពេលខ្ញុំបាន post វីដេអូទៅគឺអ្នកនរគ្នាមិនឃើញមុនគេហ្នឹងហើយថ្ងៃហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនមានកំហុសខុសឆ្គងហើយសូមអ្នកនរគ្នាលើកលែងទៅផងអីវាជាលើកទី1ការថតវីដេអូអញ្ចឹងរបស់ខ្ញុំហ្នឹងហើយអញ្ចឹង goodbye អ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ